បាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះជួបជាមួយខ្ញុំបានសារជាថ្មីម្ដងទៀតហើយថ្ងៃនេះខ្ញុំមានព័ត៌មានមួយសម្រាប់យកមកចែករំលែកពុកម៉ែបងប្អូនអរគ្នាឲ្យបានដឹងអញ្ចឹងមួយរយៈនេះខ្ញុំមានឃើញជនខិលខូចមួយចំនួនបាទឆ្លៀតឱកាសបាទបន្លំខ្លួនធ្វើជាបាទម្ចាស់ក្រុមហ៊ុន Telegram ណាព្យាយាមផ្ញើ link ចូលមកកាន់ account channel Telegram របស់យើងដើម្បីឲ្យយើងផ្ទៀងផ្ទាត់ឬក៏ចុចចូលទៅ link ហ្នឹងដើម្បីបំពេញគោលការណ៍អីមួយចឹងទៅអញ្ចឹងបងប្អូនអរគ្នាសូមធ្វើការប្រុងប្រយ័ត្នទាំងអស់គ្នាបាទជៀសវាងការបាត់ account របស់យើងឬក៏វាយកទិន្នន័យក្នុង account របស់យើងទៅធ្វើអីផ្សេងចឹងទៅអញ្ចឹងបងប្អូនអរគ្នាដើម្បីការពារបាទ account Telegram ដើម្បីកុំឲ្យគេចូលមកកាន់ channel របស់យើងអញ្ចឹងយើងចូលទៅកាន់ធ្វើការចាក់សោវា1តង់ទៅ2តង់ទៅដើម្បីឲ្យវារឹងមាំអញ្ចឹងណាអញ្ចឹងបងប្អូនគ្នាចូលមកកាន់បាទ Telegram របស់យើងមកបាទបន្ទាប់មកបងប្អូនអរគ្នាយកកន្លែង setting បាទបន្ទាប់មកបងប្អូនគ្នា scroll ចូលក្រោមមករកពាក្យថា privacy and security បាទយើងចុចលើហ្នឹងមកបន្ទាប់មកបងប្អូនគ្នានេះយើងត្រូវបំពេញ2តង់នេះអាទី2និងទី3ហ្នឹងអាទី1យើងត្រូវបាទយើងចាក់សោជាមួយការ scan មុខរបស់យើងបាទអញ្ចឹងអាទី2គឺ two step verification បាទយើងចាក់សោសុវត្ថិភាព1តង់ទៀតអញ្ចឹងឥឡូវខ្ញុំសូមធ្វើការប្រាប់បងប្អូនគ្នារបៀបបាទ verify មុខយើងសិនបាទជាដំបូងបងប្អូនគ្នាចូលមកនឹងឃើញតម្រងបែបហ្នឹងអញ្ចឹងបងប្អូនគ្នាចុចកន្លែងនេះមកបាទកន្លែងនេះបងប្អូនគ្នាអាចធ្វើការវាយ password បាទដើម្បីឲ្យយើងចាំណាបងប្អូនគ្នាចង់ដាក់6ខ្ទង់ក៏បានដាក់4ខ្ទង់ក៏បានឬក៏យើងចង់ដាក់ជាឈ្មោះរបស់យើងក៏បានដែរអញ្ចឹងឥឡូវខ្ញុំសូមធ្វើការដាក់លេខចំនួន4ខ្ទង់មកបាទបន្ទាប់ពីយើងបំពេញហើយគឺវានឹងលោតមកដល់កន្លែងបែបនេះអញ្ចឹងកន្លែងនេះជាធម្មតាបងប្អូនគ្នាចូលមកដំបូងគឺវាអត់ទាន់បើកទេកន្លែង unlock with fake ID ហ្នឹងណាអញ្ចឹងបងប្អូនគ្នាចុចកន្លែងហ្នឹងមកដើម្បីយើងចាក់សោដើម្បី scan មុខរបស់យើងណាបាទយើងចុចបើកមកតោះមកយើងចុចចេញមកវិញមកហើយយើងចូលកន្លែងទី2បាទកន្លែងឧបករណ៍សោហ្នឹងបងប្អូនគ្នាចូលកន្លែងហ្នឹងមកហើយយើងចុច set password បាទមកដល់កន្លែងនេះបងប្អូនគ្នាបាទយើងត្រូវវាយ password បញ្ចូលឲ្យដូចគ្នាទាំងលើទាំងក្រោមណាអញ្ចឹងបងប្អូនគ្នាត្រូវកត់ចំណាំ password ហ្នឹងផងនៅពេលដែលយើងបាទបដូរទូរស័ព្ទឲ្យយើងទៅយើងចូល Telegram វាយលេខរបស់យើងមកគឺវានឹងទាមទារឲ្យយើងបំពេញ password ហ្នឹងហើយអញ្ចឹងបងប្អូនគ្នាបំពេញ password ចូលមកបាទខាងក្រោមយើងដាក់ដូចគ្នាដែរបាទបន្ទាប់ពីយើងបំពេញ password ហើយយើងចុចកន្លែង create password បាទមកដល់កន្លែងនេះបងប្អូនគ្នាយកកន្លែង skip មកបាទបន្ទាប់មកបងប្អូនគ្នាបញ្ចូល Gmail របស់យើងណាបាទយើងវាយបញ្ចូល Gmail របស់យើងមកបាទបន្ទាប់ពីយើងបំពេញ Gmail យើងហើយយើងចុច continue បាទគេនឹងផ្ញើលេខកូដ6ខ្ទង់មកក្នុង Gmail របស់យើងណាបងប្អូនគ្នាបាទឥឡូវគេផ្ញើមកខាង Gmail របស់ខ្ញុំហើយអញ្ចឹងខ្ញុំសូមធ្វើការកត់ចូលលេខកូដសិនបាទអញ្ចឹងបន្ទាប់ពីយើងបាទបំពេញ password បំពេញលេខកូដហើយគឺវានឹង load បែបនេះមកអញ្ចឹងយើងចុចកន្លែង return មក to setting មកអញ្ចឹងការចាក់សោសុវត្ថិភាព Telegram របស់យើងគឺបានជោគជ័យទេបងប្អូនគ្នាអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនគ្នាកុំភ្លេចជួយចែកម្លែកឲ្យបងប្អូនគ្នាតែគាត់បានដឹងផងជួបគ្នាខ្ញុំបាននៅវីដេអូក្រោយទៀតអរគុណសូម